រឿងរ៉ាវមួយនេះគឺជាប់ពាក់ព័ន្ធទៅនឹងព្រែកមួយកន្លែងនៅក្នុងខេត្តមួយដែលពេលនោះមានមីងក្មួយចំនួន2នាក់គាត់បានចុះទៅរាវលៀសនៅក្នុងព្រែកនោះហើយជាអកុសលពួកគាត់ទាំង2នាក់ក៏បានលង់ទឹកស្លាប់ទាំង2នាក់តែម្ដងបន្ទាប់ពីមានមនុស្សស្លាប់នៅក្នុងព្រែកនោះមកអ្នកភូមិក៏ដូចជាអ្នកជិះកាត់ព្រែកមួយនោះតែងតែជួបហេតុការណ៍ចម្លែកជាច្រើនហើយពេលខ្លះគេឃើញជារូបភាពចំណែកឯពេលខ្លះទៀតក៏ឮជាសំឡេងផ្សេងអញ្ចឹងចង់ដឹងថារឿងរ៉ាវមួយនេះមានហេតុការណ៍រន្ធត់បែបណាខ្លះបានកើតឡើងហើយតាមផ្លូវងងឹតគេនិយាយបែបណាខ្លះទៅលើការស្លាប់របស់អ្នកទាំងពីរអញ្ចឹងកុំឲ្យខាតពេលតោះចូលទៅដល់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះត្រូវបានចែករំលែកដោយប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាចន្ទថាដែលចន្ទថាគាត់គឺជាអ្នករស់នៅក្នុងភូមិមួយដែលកើតហេតុផ្ទាល់តែម្ដងតែហេតុការណ៍លោកដែលគាត់បានរៀបរាប់ហ្នឹងគឺមិនមែនជាហេតុការណ៍ដែលគាត់បានជួបផ្ទាល់ទេដែលគាត់រៀបរាប់ទៅតាមអ្វីដែលអ្នកភូមិគាត់បាននិយាយហើយនឹងបានជួបណាតែគាត់ក៏បានស្ថិតនៅក្នុងហេតុការណ៍ទាំងអស់ហ្នឹងដែរគ្រាន់ថាខ្មោចអត់បានលងគាត់តែប៉ុណ្ណោះគាត់ថារឿងរ៉ាវមួយនេះគឺបានកើតឡើងនៅក្នុងកំឡុងឆ្នាំ2011នៅក្នុងភូមិមួយដែលជាភូមិដែលគាត់រស់នៅផ្ទាល់តែម្ដងនៅក្នុងឆ្នាំដែលកើតរឿងនោះគាត់មានអាយុទៅតែ11ឆ្នាំប៉ុណ្ណោះដែលកាលនោះគាត់រៀននៅក្នុងថ្នាក់ទី7ហើយនៅក្នុងភូមិរបស់គាត់ហ្នឹងគាត់មានមិត្តភ័ក្តិស្និទ្ធស្នាលចំនួន 4-5 នាក់ដែរដែលឲ្យតែពេលទំនេរពីការរៀនសូត្រពួកគាត់ហ្នឹងគឺតែងតែរត់លេងពេញភូមិតែម្ដងលេងនេះលេងនោះឡើងដើមឈើពេលខ្លះក៏ទៅហក់ទឹកព្រែកលេងក៏មានដែរនិយាយទៅជីវិតពួកគាត់ enjoy ស្លាប់ហ្មងហើយពេលដែលតាណាមកណាពីដើមភូមិដល់ចុងភូមិនរណាក៏ស្គាល់ក្រុមគាត់ដែរដែលសូម្បីតែឆ្កែហ្នឹងឃើញពួកគាត់ហ្នឹងឡើងលេងព្រុសទៅហើយព្រោះវាសាំនឹងមុខដដែលពេកខ្ជិលព្រុសនាំខានទឹកមាត់ណាមានថ្ងៃមួយក៏មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងភូមិដែលពេលនោះពួកគាត់កំពុងតែរត់លេងជាមួយមិត្តភ័ក្តិយ៉ាងសប្បាយរីករាយស្រាប់តែមានអ៊ំប្រុសម្នាក់គាត់បានជិះកង់មកដោយមុខរបស់គាត់បែបភ័យស្លន់ហើយឡើងស្លេកពឹមជិះកង់បណ្ដាលស្រែកបណ្ដាលប្រាប់អ្នកភូមិថាមានមនុស្សលងទឹកស្លាប់នៅចំភូមិមានមនុស្សលងទឹកស្លាប់នៅចំភូមិពេលដែលឮគាត់ស្រែកបែបហ្នឹងអ្នកភូមិក៏នាំគ្នាផ្អើលទៅមើលកន្លែងដែលកើតហេតុរួមទាំងចន្ទថានិងក្រុមរបស់គាត់ហ្នឹងក៏នាំគ្នារត់ទៅមើលដែរតាមគាត់ឮអ្នកដែលបានលង់ទឹកស្លាប់នោះមានចំនួន2នាក់ដែលពួកគាត់ទាំងពីរត្រូវជាមីងក្មួយហើយម្នាក់ដែលត្រូវជាមីងហ្នឹងគាត់គឺជាអ្នកប្រកបរបររាវលៀសហើយក្មួយនៅក្នុងថ្ងៃហ្នឹងគាត់គ្រាន់តែទៅជួយរាវលៀសមីងតែប៉ុណ្ណោះដែលពួកគាត់ទាំងពីរគឺជាអ្នកដែលរស់នៅក្នុងភូមិដែលនៅជាប់ភូមិរបស់ចន្ទថាដែរឧទាហរណ៍ថាភូមិរបស់ចន្ទថាគឺជាភូមិកហើយភូមិអ្នកដែលរងគ្រោះនោះគឺជាភូមិខតាមដឹងជាធម្មតាពួកគាត់មិនដែលមករាវនៅក្នុងព្រែកម្ដុំភូមិកនោះទេដោយគាត់នឹងដើររាវឆ្ងាយឯណោះទៅតែថ្ងៃហ្នឹងទេដែលគាត់បានមករាវនៅក្នុងព្រែកក្នុងភូមិហ្នឹងតាមឮគេនិយាយគេថាមុននឹងមានហេតុការណ៍នោះកើតឡើងនៅពេលព្រឹកឡើងគេបានឃើញពីអ្នកមីងក្មួយហ្នឹងគាត់បានជិះកង់ទៅរាវលៀសនៅឯព្រែកក្នុងភូមិកដែលជាកន្លែងដែលចន្ទថានិងគ្នាគាត់ហ្នឹងអាសាទៅលោតទឹកលេងនៅនឹងឯងគេថាពួកគាត់ទាំងពីរអ្នកមីងក្មួយហ្នឹងទៅរាវតាំងពីព្រឹកហើយពួកគាត់រាវបានច្រើនគូសំដែរហើយរហូតដល់ម៉ោងប្រហែលជា4 រសៀលស្រាប់តែមានក្មេងឃ្វាគោម្នាក់បានប្រទះឃើញម្នាក់ដែលជាក្មួយហ្នឹងបានលង់ទឹកឃើញក្មួយលង់ទឹកបែបហ្នឹងម្នាក់ដែលត្រូវជាមីងហ្នឹងក៏លោតទៅជួយហើយក៏ធ្វើឲ្យពួកគេទាំងពីរហ្នឹងលង់ទាំងពីរនាក់តែម្ដងឃើញអញ្ចឹងក្មេងដែលឃ្វាគោហ្នឹងមិនហ៊ានចុះទៅជួយទេគាត់ក៏បានរត់ទៅហៅចាស់នៅក្នុងភូមិមកជួយតែតម្រាំតែរត់ទៅដល់នឹងរោគចាស់នៅក្នុងភូមិមកជួយបានក៏ហួសពេលបាត់ទៅហើយពួកគេទាំងពីរនាក់ហ្នឹងបានលង់ទឹកស្លាប់ហើយក៏បានលិចចូលទៅក្នុងទឹកបាត់ទៅពេលនោះក៏មានពូប្រហែលជា 4-10 នាក់បាននាំគ្នាមកជួយរកសពដោយអ្នកខ្លះហ្នឹងចុះរាវអ្នកខ្លះទៀតហ្នឹងក៏យកសំណាញ់មកបង់ដើម្បីរកក្រោយពីនាំគ្នារាវរកអស់រយៈពេលប្រហែលជា1 ម៉ោងក្រោយមកគេក៏រកឃើញសពមីងក្មួយទាំងពីរនាក់នោះក្រោយពីរកសពឃើញអស់ហើយគ្រួសារសពហ្នឹងក៏បានពឹងអ្នកភូមិឲ្យសែងសាកសពអ្នកទាំងពីរហ្នឹងដាក់ក្នុងរឹងដើម្បីយកទៅផ្ទះទៅធ្វើបន់តាមប្រពៃណីទៅពួកគាត់បានរឹងអញ្ចឹងដោយសារតែពួកគាត់អត់មានអីដឹកណាអ្នកទាំងអស់គ្នាហើយអ្វីដែលគួរឲ្យសោកស្ដាយនិងខ្លោចចិត្តខ្លាំងនោះគឺសពដែលជាក្មួយគាត់ទើបតែភ្ជាប់ពាក្យបានថ្មីទៀតមិនដឹងថាគូដណ្ដឹងគាត់ខ្លោចចិត្តប៉ុណ្ណាទេពេលដែលបានដឹងថាមនុស្សដែលខ្លួនស្រឡាញ់ខ្លាចជាបែបហ្នឹងចំណែកឯចន្ទថានិងមិត្តភ័ក្តិក្រោយពីនៅក្នុងព្រែកនោះមានអ្នកលង់ទឹកស្លាប់មកក្រុមពួកគាត់ហ្នឹងក៏លេងហ៊ានទៅហក់ទឹកលេងសើចក្អាកនៅកន្លែងព្រែកនោះទៀតដែរដែលពេលទំនេរពួកគាត់គ្រាន់តែរត់លេងនៅក្នុងភូមិតែប៉ុណ្ណោះចន្ទថាក៏បាននិយាយថាបើគិតតាមន័យវិទ្យាសាស្ត្រគេសន្និដ្ឋានបានថាពួកគាត់ទាំងពីរហ្នឹងអាចលង់ទឹកដោយសារតែដំបងក្មួយរបស់គាត់ហ្នឹងអាចថាក្តាមកាច់ជើងហើយមីងក៏ទៅជួយក៏ក្មួយដែលជាអ្នកលង់ហ្នឹងខំសវេសវាជន់គ្នាហើយក៏ឆ្លក់ទឹកស្លាប់ទាំងពីរទៅតែបើគិតតាមជំនឿរបស់អ្នកភូមិវិញពួកគាត់បាននិយាយថានៅត្រង់ព្រែកនោះមានគេកាន់ហើយម្ចាស់ទឹកម្ចាស់ដីនៅតំបន់នោះគេប្រកាន់ណាស់បើសិនជាមានអ្នកភូមិផ្សេងមករកត្រីរាវលៀសរាវក្រុមអីនៅក្នុងព្រែកហ្នឹងតើតែសុំការអនុញ្ញាតពីអ្នកភូមិឬឲ្យធូបសុំម្ចាស់ទឹកម្ចាស់ដីសិនបានហើយបើមិនបានសុំទេ
ឬក៏អំឡុងពេលដែលទៅនេសាទត្រីឬក៏រាវលះរាវក្រុមអីនិយាយពាក្យចំអេះចំអាគឺគេកាច់យកភ្លាមតែម្ដងនិយាយទៅអ្នកតានៅតំបន់ហ្នឹងកាច់ណាស់មួយរយៈក្រោយមកបន្ទាប់ពីមានរឿងហ្នឹងមកក៏លេចឮគេនិយាយតគ្នាថាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ព្រែកនោះតែងតែជួបហេតុការណ៍លោកម្លាជាញឹកញយដែលអ្នកដែលជួបនោះមិនមែនជាអ្នកឆ្ងាយអីនោះទេគឺជាបងប្រុសរបស់ចន្ទថាតែម្ដងចន្ទថាក៏ថាបងប្រុសរបស់គាត់នឹងគឺជាគ្រូបង្រៀនម្នាក់នៅសាលាឯកជនមួយដែលសាលាដែលគាត់បង្រៀននោះគឺនៅភូមិគោដែលត្រូវជារំលងពីភូមិខទៀតចម្ងាយប្រហែលជា7គីឡូម៉ែត្រពីផ្ទះគាត់ដោយសារតែថ្ងៃហ្នឹងនៅក្នុងសាលាគេមានកម្មវិធីជប់លៀងជាមួយនឹងគ្រូណាអញ្ចឹងបងប្រុសរបស់ចន្ទថាហ្នឹងគាត់ក៏នៅរហូតដល់ខ្ទង់ម៉ោង9យប់បានគាត់ត្រឡប់មកផ្ទះវិញដែលពេលចេញមកពីសាលាហ្នឹងគាត់មិនមែនជិះមកតែម្នាក់ឯងទេដំបូងឡើយគាត់ជិះមកជាមួយមិត្តភក្តិគាត់ម្នាក់ទៀតដែលជាគ្រូបង្រៀននៅសាលាជាមួយគ្នាតែផ្ទះរបស់មិត្តភក្តិគាត់ហ្នឹងគឺត្រូវដល់មុនអញ្ចឹងហើយពេលដែលមិត្តភក្តិរបស់គាត់ចុះនៅផ្ទះគាត់ហ្នឹងក៏ត្រូវជិះម៉ូតូតែម្នាក់ឯងបន្តមកនៅក្នុងយប់នោះគាត់ត្រូវជិះកាត់មាត់ព្រៃកន្លែងដែលគេលង់ទឹកនឹងទៀតគាត់ថាគ្រាន់តែជិះដល់ម្ដុំនោះគាត់ស្រាប់តែឮសំឡេងរទេះសេះបើកពីក្រោយដែលឮជើងសំឡេងសេះរត់នឹងកណ្ដឹងគ្រឿងណាអ្នកទាំងអស់គ្នាពេលឮដំបូងគាត់អាចបានងាកទៅមើលក្រោយទេហើយគាត់ក៏បានព្យាយាមមើលតាមកញ្ចក់ពីក្រោយដែរតែមើលអត់ឃើញទេព្រោះថាមេឃវាងឹតពេកអញ្ចឹងដោយសារផ្លូវវារាងតូចគាត់ក៏បានជិះអែបគៀនដើម្បីឲ្យរទេះសេះហ្នឹងបើកទៅមុនទៅអាងនឹងគាត់ជួយបញ្ចាំងភ្លើងម៉ូតូផងពេលដែលអែបគៀនហើយស្រាប់តែរទេះសេះនោះក៏បានស្ងាត់ហាក់ដូចជាបានឈប់អញ្ចឹងដោយអញ្ចឹងគាត់ក៏បានងាកទៅមើលក្រោយដើម្បីមើលឲ្យច្បាស់តែគ្រាន់តែងាកទៅភ្លាមគាត់អត់ឃើញមានរទេះសេះទេហើយអ្វីដែលគាត់បានឃើញនៅពេលនោះគឺជាឆ្កែខ្មៅមួយក្បាលកំពុងតែរត់តាមពីក្រោយម៉ូតូរបស់គាត់ហើយអ្វីដែលធ្វើឲ្យគាត់កាន់តែតក់ស្លុតនោះគឺថាឆ្កែមួយនោះគឺអត់មានក្បាលនោះទេឃើញបែបហ្នឹងហើយគាត់ព្រឺសវល់ខ្លាំងមែនទែនតែគាត់ខំតាំងអារម្មណ៍កុំឲ្យខ្លាចព្រោះថាបើខ្លាចទៅខ្លាចខ្មោចវាបានចិត្តពេលហ្នឹងគាត់ខំបើកម៉ូតូទៅផ្ទះឲ្យលឿនតាមតែអាចធ្វើបានពេលដែលទៅដល់ផ្ទះភ្លាមគាត់ក៏រត់ឡើងទៅលើផ្ទះយ៉ាងលឿនដោយក្នុងយប់នោះគាត់អត់ទាន់បាននិយាយប្រាប់នរណាទេលុះដល់ព្រឹកឡើងគាត់ក៏បានយករឿងដែលគាត់បានជួបពីយប់មិញហ្នឹងទៅប្រាប់អ្នកផ្ទះឲ្យបានដឹងពេលដែលស្ដាប់ដឹងរឿងហ្នឹងហើយចន្ទថាគាត់រត់តែខ្លាចលេងហ៊ានទៅលេងនៅម្ដុំមាត់ព្រែកហ្នឹងទៀតហើយរំលងបានប្រហែលថ្ងៃក្រោយពីបងគាត់បានជួបរឿងហ្នឹងមកក៏ឮថាអ្នកដែលមានផ្ទះនៅក្បែរព្រែកនោះក៏បានជួបរឿងចម្លែកដែរដែលនៅក្នុងយប់មួយមានផ្ទះមួយនៅជិតព្រែកនោះគាត់បានជួបរឿងដ៏ចម្លែកមួយដំបូងឡើយគាត់ថានៅក្នុងយប់នោះប្តីរបស់គាត់នឹងអត់នៅផ្ទះទេដោយប្តីរបស់គាត់មានកិច្ចការរវល់ទៅផ្ទះបងប្អូនឆ្ងាយណាអញ្ចឹងនៅក្នុងយប់ហ្នឹងមានតែបងស្រីដែលជាប្រពន្ធហើយនឹងកូនប៉ុណ្ណោះដែលនៅក្នុងផ្ទះក្រោយពីហូបបាយអីហើយអស់ហើយពេលល្ងាចគាត់ក៏បាននាំកូនឡើងទៅផ្ទះទៅបញ្ជាក់ណាអ្នកទាំងអស់គ្នាផ្ទះរបស់អ្នកភូមិនៅជាប់ព្រែកនោះគឺជាផ្ទះដែលគេធ្វើសង់ខ្ពស់ផុតពីដីពេលហ្នឹងកំពុងតែគេងសុកស្រាប់តែបងស្រីហ្នឹងគាត់ក៏បានឮសំឡេងគោះទ្វារឮដំបូងគាត់អត់ហ៊ានក្រោកបើកទេព្រោះគាត់ខ្លាចតែចោលណាហើយណាមួយគាត់កំពុងតែនៅតែជាមួយកូនផងពេលឮបែបហ្នឹងគាត់ក៏ស្រែកសួរសិនថាណាគេហ្នឹងតែស្រែកហើយអត់មាននរណាឆ្លើយទេអញ្ចឹងគាត់ក៏សង្ងំគេងបន្តស្រាប់តែបានមកសន្ទុះក្រោយមកគាត់ក៏ឮសំឡេងគោះម្ដងទៀតលើកនេះគាត់ឈប់ស្រែកសួរទៀតហើយគាត់ក៏បានក្រោកដើរយឺតទៅលួចអើតមើលតាមប្រឡោះជញ្ជាំងតែពេលនោះគាត់អត់ឃើញមានអ្វីនោះទេដោយសង្ស័យប្រហែលជាខ្មោចលងហើយអញ្ចឹងគាត់ក៏បានអុជធូបដើម្បីសុំឲ្យអ្នកថែរក្សាផ្ទះនឹងជួយការពារណាហើយក្រោយពីដុតធូបហើយសំឡេងគោះនោះក៏ស្ងាត់ទៅលុះដល់ព្រឹកឡើងគាត់ក៏បានយករឿងដែលគាត់បានជួបពីយប់មិញហ្នឹងទៅប្រាប់អ្នកជិតខាងអ្នកទាំងអស់គ្នាដឹងមិនអត់សំឡេងគោះទ្វារចម្លែកនោះមិនមែនកើតឡើងតែនៅក្នុងផ្ទះគាត់តែម្នាក់ទេអ្នកជិតខាងរបស់គាត់ដទៃទៀតក៏បាននិយាយដូចគ្នាថាបានឮសំឡេងគោះទ្វារពីយប់ដូចគាត់ដែរដោយគូហើយពួកគាត់ចេញទៅមើលគឺអត់ឃើញមានអ្វីនោះទេដោយសារតែរឿងហ្នឹងបានកើតឡើងទៅលើអ្នកភូមិក្បែរព្រែកនោះដូចគ្នាបែបហ្នឹងហើយពួកគេក៏នាំគ្នានិយាយពីមាត់មួយតទៅមាត់មួយក៏បង្កឲ្យមានការភ័យខ្លាចនៅក្នុងភូមិដោយអ្នកភូមិទាំងនោះប្រលប់មិនតាន់ទេគឺគេនាំកូនចៅគេឡើងទៅលើផ្ទះហើយបិទទ្វារចិត្តចាក់កលឺអស់ហើយព្រោះថាគេខ្លាចចំណែកឯអ្នកខ្លះទៀតមិនត្រឹមតែបិទទ្វារទេគេក៏មានយកបន្លាមកដាក់នៅមាត់ចណ្ដាលទៀតផងហើយរឿងហ្នឹងមិនតាន់អស់ទេអ្នកដែលឆ្លងកាត់នៅម្ដុំព្រែកនោះក៏នៅតែបន្តជួបរឿងដដែលអញ្ចឹងដោយនៅក្នុងថ្ងៃមួយក៏មានពូមីងពីរអ្នកប្តីប្រពន្ធគាត់បានដើរមកពីស្រែទៅផ្ទះវិញហើយដើរកាត់ត្រង់ចំណុចព្រែកនោះកំពុងតែដើរសុកស្រាប់តែគាត់បានឮសំឡេងមនុស្សស្រីយំល្វើយដំបូងគាត់គិតថាប្រហែលជាសំឡេងអ្នកជិតខាងប្តីប្រពន្ធគេវាយគ្នាយំហើយតែដើរកាន់តែទៅមុខទៅសំឡេងនោះក៏ឮខ្លាំងទៅដែរ
តែហាក់ដូចជាមិនមែនលឺមកពីផ្ទះអ្នកជិតខាងនោះទេដូចជាលឺមកពីមាត់ទឹកទៅវិញគ្រាន់តែលឺបែបហ្នឹងគាត់ក៏ចាប់ផ្ដើមសង្ស័យហើយពួកគាត់ទាំងពីរមិនបង្អង់យូរទេក៏នាំគ្នាដាក់មេប្រូយទាំងពីរអ្នកប្តីប្រពន្ធតែម្ដងក្រោយមកទៀតក៏មានក្មេងស្ទាវ2នាក់ជិះម៉ូតូកាត់នោះពេលយប់ដែរហើយពេលដែលពួកគេជិះទៅដល់ព្រែកនោះពួកគេក៏បានឮសំឡេងមនុស្សយំនៅមាត់ព្រែកឮដំបងពួកគេក៏សួរគ្នាសិនថាមានឮនរណាយំអត់និយាយគ្នាមិនទាន់ដឹងរឿងផងស្រាប់តែពួកគេឮសំឡេងនិយាយទាំងយំផងស្រែកផងថាជួយខ្ញុំខ្ញុំមិនដឹងនេះណាពេលឮអញ្ចឹងហើយពួកគេអត់ហ៊ានឈប់ម៉ូតូមើលទេគឺមានតែប្រឹងពឺតយ៉ាងលឿនទៅមុខបាត់ទៅចន្ទថាក៏ថាខ្មោចនោះតៃហោងសាហាវមែនទែនលងអ្នកភូមិមិនអស់ចិត្តទេថែមទាំងលងទាំងប្រសងទៀតហើយអត់ចាំបាច់ដល់ប្រសងនិមន្តកាត់ព្រែកនោះបានលងទេគឺខ្មោចនោះហ្វ្រីសេវាលងដល់វត្តតែម្ដងដោយលឺព្រះសង្ឃបានមានសង្ឃដីកាថាបន្ទាប់ពីបានបូជាសពអ្នកទាំងពីរនោះនៅវត្តរួចហើយយប់ឡើងពេលដែលព្រះអង្គកំពុងតែសឹងក៏បានលឺសំឡេងខ្មោចស្រីទាំងពីរនោះមកយំនៅខាងមុខគាត់តែម្ដងហើយមិនមែនគ្រាន់តែយំធម្មតាទេថែមទាំងគោះទ្វារគាត់ទៀតផងតែទោះបីជាមកយំអីយ៉ាងណាក៏ដោយក៏ព្រះអង្គមិនខ្លាចខ្មោចទាំងពីរនោះទេព្រះអង្គក៏បានសូត្របាលី2-3ម៉ាត់ក៏ស្ងាត់សំឡេងនោះទៅវិញទៅក្រោយពីឮថាខ្មោចនោះដើរលងគេយ៉ាងអនាថបត័យគ្មានក្រមសីលធម៌បែបហ្នឹងគ្រួសារបងប្អូនសពនោះក៏បានទៅរកគ្រូទីមើលដើម្បីចង់ដឹងថាពួកគេមិនអស់ចិត្តរឿងអ្វីបានជានៅវល់វល់ដើរលងបន្លាយគេឯងមិនឈប់អញ្ចឹងពេលនោះគ្រូទីក៏បាននិយាយថាបានជាខ្មោចដែលត្រូវជាមីងវិញ្ញាណគាត់នៅវល់វល់បែបហ្នឹងគឺដោយសារតែគាត់មានកម្មពីជាមួយលៀសព្រោះតែគាត់ហ្នឹងតែងតែរាវលៀសរៀងរាល់ថ្ងៃដែលធ្វើឲ្យគេនឹងបែកបាក់គ្រួសាររបស់គេនេះខ្ញុំនិយាយទៅតាមអ្វីដែលគាត់បានប្រាប់តែប៉ុណ្ណោះហើយគាត់និយាយប្រាប់ខ្ញុំហ្នឹងក៏គាត់និយាយទៅតាមអ្វីដែលចាស់ៗគាត់បានតែស្ដាប់ការទីរបស់គ្រូទីនោះដែរអញ្ចឹងអ្នកទាំងអស់គ្នាដែលចូលចិត្តញ៉ាំលៀសណាគួរប្រយ័ត្នប្រយែងបន្តិចកុំឧស្សាហ៍ញ៉ាំលៀសហាលជាមួយបាយកកពេកតែបើសិនញ៉ាំពេលណាកុំភ្លេចហៅអេដមីនផងនិយាយលេងអ្នកទាំងអស់គ្នាបកមកកាន់សាច់រឿងយើងវិញគ្រូទីនោះក៏បានទីដែរថាខ្មោចជាក្មួយដែលជាស្រីកំមុំនោះត្រូវបានអរិយដែលថែរក្សានៅតំបន់នោះយកទៅធ្វើប្រពន្ធបាត់ហើយក៏ទៅកំថាតែមនុស្សមួយចំនួនដែលចូលចិត្តលួចសង្សារគេសូម្បីតែអរិយក៏មិនណយដែរដៃឆៅជាងមនុស្សទៀតបើថាយកអ្នក single មិនថាទេនេះគេមានគូដណ្ដឹងហើយហ្នឹងនៅមកបំបែកបាក់គេទៀតអញ្ចឹងក្រោយពីបានទីដឹងហេតុការណ៍រួចមកគ្រួសារសពក៏បានទៅនិមន្តព្រះសង្ឃមកសូត្រមន្តឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកទាំងពីរតាមទំនៀមទម្លាប់និងជំនឿរបស់ពួកគាត់ទៅដើម្បីកុំឲ្យវិញ្ញាណហ្នឹងនៅវិលវល់នឹងដើរលងបន្លាយគេឯងទៀតហើយបន្ទាប់ពីបានធ្វើការសូត្រមន្តប្រោះព្រំរួចមកអ្នកក្នុងភូមិនិងអ្នកដែលបានជិះកាត់ព្រែកនោះក៏លែងបានជួបការលងបន្លាយរបស់ខ្មោចនោះបន្តទៀតដែរអូខេអ្នកទាំងអស់គ្នារឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានអ្នកទាំងអស់គ្នាដែរដែលរឿងយើងថ្ងៃនេះគឺរឿងខ្លីបន្តិចហើយរឿងរ៉ាវមួយនេះស្ដាប់ទៅគួរឲ្យអាណិតជនរងគ្រោះទាំងពីរមែនទែនដែលពួកគាត់ខំតែរាវលៀសដើម្បីតែជីវភាពតែប៉ុណ្ណោះបែរជាត្រូវជួបរឿងអកុសលបែបហ្នឹងទៅវិញហើយបើយើងនិយាយពីអ្នកតាដែលថែរក្សាកន្លែងនោះវិញក៏រឿងប្រកាន់ជ្រុលបន្តិចដែរអ្នកទាំងអស់គ្នាបើគ្នាខុសអីគួរតែធ្វើឲ្យគ្នាចុកពោះឬក៏ឈឺអីទៅបានហើយនេះលេងចេញមកកាច់គ្នាឲ្យស្លាប់យកតែម្ដងនិយាយទៅរឿងហួសហេតុបន្តិចចុះសម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះកុំភ្លេចជួយ comment ឲ្យ admin ដឹងនៅខាងក្រោមផង